អ្នកទាំងអស់គ្នាមើលត្រង់នេះបាទធៀបកន្លែងចតឡាននៅស្ថានពេជ្រល្ងាចនេះនឹងទូរស័ព្ទខ្ញុំអាចនិយាយបានថាវាដូចជា storage ទំហំ1 TB អញ្ចឹងមានន័យថាទោះយើងដាក់ data ឬឡានចូលច្រើនប៉ុណ្ណាក៏វានៅតែមាន space អាចផ្ទុកបានទៀតហើយអ្វីដែលពិសេសគឺ read and write speed ល្បឿនចេញចូលរបស់វាគឺល្បឿនមែនតើមិនឆាញ់ chip Snapdragon 8 Gen 5 និង A17 នោះទេមិនថែមតែប៉ុណ្ណោះទេឡានចេញឡានចូលមិនងាយស្កកស្ទះ system វាបានល្អងាយលែកកកស្ទះនោះឡើយចំណុចមួយទៀតដែលខ្ញុំចាប់អារម្មណ៍ខ្លាំងនៅទីនេះគឺ performance សមត្ថភាពមនុស្សម្នាក់ៗបើធៀបនឹង RAM វិញមើលចុះម្នាក់ៗរត់បានលឿននិង smooth រលូនមែនតើទោះបីជាមានមនុស្សរត់ច្រើនក្នុងពេលតែមួយ multitasking ក៏ដោយក៏ខ្ញុំមិនដែលឃើញមានសញ្ញាលេខឬ friend drop ការតាក់ឬរត់ឈប់នោះទេនេះបង្ហាញថា optimize ការរៀបចំរបស់ Star Olympic ល្ងាចនេះពិតជាល្អមែនទែនហើយពេលដែលពួកគាត់សម្រាប់ផឹកទឹកបែបនេះគឺដូចជា clean cache សម្អាត memory អញ្ចឹងដើម្បីត្រៀមខ្លួនថាការងារបន្តទៀតខ្ញុំគ្រប់គ្រងលោកអើយលោកពេញចំហឹងមកពេញចំហឹងមកអាយ៉ាចំណុចភ្នែករីត្រូវនេះសុខស្អាតបោះសង្ហាអាយ៉ាអ្នកមានគូលេងសីរ៉ូម៉ាទិកតើណាអ្នកមានមិត្តភ័ក្ដិនិយាយគ្នារឿងការងារផងដើរហាត់ប្រាបែកញើសផងចំណេញទាំងពីរហ្មងនេះមួយជ្រុងទៀតក៏ស្អាតស្អាតផ្លូវដើរទៅកន្លែងចដើរនៅ Star Olympic នៅខាងលើឬអអើយគ្នាមានភូមិមានរួមពេញហ្នឹងបន្ទាប់ពីយល់ដឹង storage និង RAM ហើយឥឡូវដល់ពេលយើងត្រូវ upgrade ឡើងសេរីទៅកាន់ level ថ្មីហើយការឡើងជណ្ដើរ Star Olympic នេះគឺដូចជាការឡើងដំឡើង OS operating system អញ្ចឹងវាត្រូវការកម្លាំងម៉ាស៊ីន energy ខ្លាំងប៉ុន្តែលទ្ធផលដែលយើងទទួលបានពិតជាមិនខុសបំណងឡើយអូស្អាតភាពពីលើឃើញទេបងប្អូនលទ្ធផលយើងទទួលបានមិនខុសបំណងទេគឺទេសភាពដ៏ស្អាតដើរដល់ Star ខាងលើកាន់តែលហើយកាន់តែខ្យល់បក់លំហើយហ្មងហើយបានមើលថ្ងៃលិចផងបានមើលទស្សនវិជ្ជាពីលើផងរួមស្អាតមែនតើមកដល់លើយើងឃើញអាគារខ្ពស់ទស្សនវិជ្ជាស្អាតជាច្រើនមើលពីលើមកសិក្សាមែនតើហើយមានឃើញបងប្អូនយើងរួមផងខាងនេះវិញមើលថ្ងៃលិចញ៉ាំនេះមកតអញ្ចឹងហ្វូតក៏ស្អាតព្រោះភ្លើងពណ៌មាសស្អាតហើយមានបងប្អូនយើងពូមីងអ៊ំពូតាគាត់ដើរហាត់ប្រាណដើម្បីសុខភាពគាត់នេះគឺរួមគាត់ហត់ហើយគាត់សម្រាប់តិចគាត់រួមតទៀតនេះជាដើមថ្នោតខ្មែរយើងផ្លូវឡើងមកហើយនិយាយទៅគឺទឹកខាងលើក៏មិនតែខាងក្រោមហើយនេះសុខភាពនារីដ៏ស្អាតយើងគាត់ដើរនិយាយគ្នាការងារអញ្ចឹងទៅដូចខ្ញុំនិយាយថាមានមិត្តភ័ក្ដិនិយាយគ្នារឿងការងារល្អហ្មងចំណេញទាំងសុខភាពចំណេញទាំងនិយាយគ្នារឿងការងារអធិស្ឋានបងប្អូនបើសិនជាខ្ញុំនិយាយពាក្យបច្ចេកទេសទូរស័ព្ទលេងសើចក្នុងវីដេអូនេះគ្រាន់ចង់ឲ្យបងប្អូននៅគេឋានសោកសប្បាយរីករាយផ្លែអារម្មណ៍ខំបងប្អូននឹងអធិស្ឋានឲ្យមិនប្រកែកប្រកាន់ឥឡូវតបងប្អូនពុកម៉ែមីមិញមកតាមដានទស្សនាពេលត្រីនៅស្ថានពេជ្រជាមួយខ្ញុំនឹងទឹកភាពផ្លែជាច្រើននៅស្ថានពេជ្រជាមួយខ្ញុំបន្តទៀតនេះជាជ្រុងមួយដ៏ស្រស់ស្អាតនៅស្ថានពេជ្រដែលយើងមើលពីថ្លៃម្ខាងមួយទៀតមើលទៅអាគារភ្លោះដូចជាស្រស់ស្អាតមែនតើនេះជាទស្សនវិជ្ជាមនុស្សដើរជុំវិញនឹងច័ន្ទរះអូយច័ន្ទអើយច័ន្ទសោះស្អាតម្ល៉េះទេណច័ន្ទអើយរះសឡំលែទេប៉ុន្តែមានមេអ្នកនៅឲ្យសែនឆ្ងាយហើយនេះជាជ្រុងមួយនៅស្ថានពេជ្រពីរាត្រីដែលបងប្អូនមិនសូវបានចាអារម្មណ៍សូវបានឃើញតែពិតជាសោះស្អាតមែនទែនពេលយប់
យើងអាចអង្គុយគៀននឹងម្នាក់ឯងបធូរអារម្មណ៍ដកដង្ហើមមួយមើលគេមើលឯងស្រូបសំឡេងខ្យល់សំឡេងខ្លួនឯងរំភើយហើយដកដង្ហើមមួយវែងឲ្យបធូរអារម្មណ៍រួមស្រូបខ្យល់ជុំវិញខ្លួនឲ្យធូរស្រាលតាមបរិយាកាសខ្យល់ខាងលើនឹងចេះដានអីអ្នកនេះមកលេងឃើញក្មេងៗលេងទ្រុឌពេញហ្នឹងវាឲ្យមានអារម្មណ៍មួយថាចង់ក្មេងម្ដងទៀតអត់ចង់ចាស់សោះកាន់តែធំកាន់តែលេងមានមិត្តភក្តិដូចគេតែថាឃើញក្មេងៗរត់លេងក៏សុបាយឃើញមានអារម្មណ៍ខ្លួនឯងចង់ក្មេងម្ដងទៀតមានមិត្តភក្តិនិយាយគ្នាលេងរត់លេងរួមគឺសុបាយបែបក្មេងអត់ចង់ដូចពេលឥឡូវតើបងប្អូនមកមើលទស្សនវិជ្ជាមួយជ្រុងទៀតនៃសាឡុងពេជ្រនេះកន្លែងឆក់យើងឡើងពីចតាមកនឹងឃើញvùng lại nhưច្រើនគឺមនុស្សដើរពេញហ្នឹងពេលយើងដើរមកដល់នេះគឺចាប់ដល់មានមនុស្សអ៊ូអខ្លាយទៅអ៊ូអពេលយប់សុបាយហាត់ប្រាណពេលណាពីម៉ោងទៅងាយដល់យប់គឺអត់អីមានភ្លើងវាទៅគឺយ៉ាងម្នាក់ស្ងប់ស្ងាត់អ្នកខ្លះហត់ទៅគាត់អង្គុយចុចទូរស័ព្ទពេលហាត់ប្រាណចប់ទៅអ្នកខ្លះក៏និយាយគ្នាលេងញ៉ាំនេះញ៉ាំនោះភាសាគ្នានិយាយទៅពេលល្ងាចបើនៅក្របគាត់អ្នករំអ្នកអីនេះរំបាត់សុបាយរបស់គាត់តាមបែបជាគ្នាគាត់រាល់ថ្ងៃរាល់ទឹកចឹងទៅហើយនេះពួកយុវវ័យគាត់លេងព្រមនឹកឃើញពីក្មេងគាត់លេងឥឡូវចាក់ជួយឥឡូវជួយគ្នាចឹងណានិយាយថាលបែងពីក្មេងលេងហើយគាត់តាជាមួយគាត់ទឹកភាពលេងមិនដោះមើលអស់គ្នាហ្នឹងហើយបងប្អូនវីដេអូលេង New Star Olympic ក៏បានដល់ទីបញ្ចប់ហើយបងប្អូនមានអារម្មណ៍មិនដែរបងប្អូនជួយ comment ខាងក្រោមផងហើយបើសិនជាចង់បានវីដេអូថ្មីខាងក្រៅប្លែកៗសូមជួយលើកទឹកចិត្តខ្ញុំម្នាក់មួយផងខាងក្រោមជួយម្នាក់មួយផងដើម្បីបានទទួលវីដេអូថ្មីទៀតហើយនឹងទទួលបានវីដេអូសង្គ្រាមថ្មីជាបន្តបន្ទាប់ទៀតអញ្ចឹងបងប្អូនជួយលើកទឹកចិត្តម្នាក់មួយផងហើយមានអារម្មណ៍យ៉ាងណាដែរបងប្អូនជួយ comment ខាងក្រោមចង់ដឹងមតិយោបល់បងប្អូនដែលទស្សនាវីដេអូនឹងហើយខុសឆ្គងកន្លែងណាឬក៏ខ្ញុំនិយាយដើមវីដេអូទៅវាប្លែកឬខុសឆ្គងមកជួយកែតម្រូវខាងក្រោមជួយ comment ខាងក្រោមប្រាប់ខ្ញុំផងខ្ញុំរីករាយនឹងអានជម្រាបលាបងប្អូនជួបគ្នាលើកក្រោយ